វីដេអូនេះគឺសម្រាប់បងប្អូនគាត់ដែលថ្មីថ្មោងហើយគាត់ចង់ទិញប្រភេទរថយន្ត Kia Morning អញ្ចឹងនៅពេលដែលគាត់សន្សំលុយគ្រប់ហើយគាត់កំពុងតែសម្រេចចិត្តថាចង់ទិញប្រភេទរថយន្ត Kia Morning 012អញ្ចឹងបងប្អូនមើលវីដេអូមួយនេះដល់ចប់បងប្អូននឹងមានចំណេះដឹងអាចទិញរថយន្ត Kia Morning ហើយអត់ខកបំណងអញ្ចឹងប្រភេទរថយន្ត Kia Morning 0យើងមានលក់បន្តោងសោ Kia Morning ស្អាតអាចធ្វើការបញ្ជាទិញឥឡូវនេះបានសូមអរគុណ12បងប្អូនដឹងហើយថារូបរាងវាស្តៀងគ្នាប៉ុន្តែនៅពេលដែលបងប្អូនទៅទិញប្រភេទរថយន្ត Kia Morning នេះទៅដល់គឺមាន2 option ធំដែលយើងនឹងទៅទិញហើយនឹងជួបពេលខ្លះបងប្អូនអត់ដឹងទេពេលខ្លះយើងឃើញតែរូបរាងខាងក្រៅដូចគ្នាបងប្អូនឆ្ងល់ថាហេតុអីបានមួយតម្លៃរាងខ្ពស់ជាងហើយមួយតម្លៃរាងស្ដើងជាងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបកស្រាយសម្រាប់វីដេអូមួយនេះគឺខ្ញុំនឹងបង្ហាញជាមួយរថយន្តនេះតែម្ដងរថយន្តនេះដែលគេហៅថាប្រភេទរថយន្ត S-Sport 012 S-Sport ណាអញ្ចឹងប្រភេទរថយន្ត012 S-Sport ខ្ញុំនិយាយមុននឹងយើងចូលទៅ012គេហៅថា Luxury អញ្ចឹងប្រភេទនេះគឺគេហៅថា S-Sport គឺវាមាន full option តែម្ដង option វាគឺអត់មានកន្លែងណាដែលខ្វះទេគឺ option full អញ្ចឹងបងប្អូនដែលគាត់ទៅទិញហើយគាត់ចង់បានអាណាដែលវាមានរាងគេហៅថា option របស់វាមានគ្រប់ទាំងអស់ទិញប្រភេទ S-Sport នេះគឺត្រូវហើយបាទអញ្ចឹងនៅលើ S-Sport ខ្ញុំនឹងនិយាយហើយខ្ញុំនឹងប្រៀបធៀបគ្នាជាមួយនឹងប្រភេទ Luxury តែម្ដងកុំឲ្យយើងនៅមានចម្ងល់ច្រើនអញ្ចឹងសម្រាប់S-Sport ទី1យើងអាចមកមើលនៅពីមុខអញ្ចឹងនៅពីមុខរបស់វាហ្នឹងជាមួយនឹង Luxury គឺខុសគ្នាប៉ាណានេះគឺគេហៅថាប៉ាណាដាច់នៅខាងក្រោមហើយវាមានឡាយពណ៌ក្រហមបាទតាមរថយន្ត Kia Morning មួយសម្រាប់រថយន្ត Kia Morning Luxury គឺវាអត់មានប្រភេទដាច់ប៉ាណាដាច់ចឹងទេគឺវាប្រភេទប៉ាណាជាប់បាទប៉ាណាសងខាងគ្នាគឺវាមានកន្លែងតែងហៅទឹកនេះមួយទេប៉ុន្តែវាអត់មានដាច់ទេហើយមួយទៀតគឺត្រង់ចំណុចមួយទៀតគឺកន្លែងចង្គៀងខាងមុខរបស់វាគឺជាប្រភេទចង្គៀងគុជប្រហែលជានៅលើ Luxury វាអាចនឹងមានចង្គៀងធម្មតាហើយនឹងមានគុជខ្លះដែរនៅពេលដែលគេដូរប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំថាប្រភេទ Luxury ប្រភេទគុជដែលវា original មកពីរោងចក្រនៅកូរ៉េហ្មងគឺគុជរបស់វាគឺបែបហ្នឹងអានេះគឺ original យើងអាចប្រើបានរយៈពេលយូរឆ្នាំទៅមុខទៀតគឺអត់ងាយមានបញ្ហាទេប៉ុន្តែនៅពេលដែលយើងប្រើប្រភេទគុជដែលគេដូរគឺវាមានម៉ោងរបស់វានៅពេលដែលចប់ម៉ោងហ្នឹងគឺគុជហ្នឹងគឺអូតូខូចតែម្ដងអញ្ចឹងត្រូវប្រុងប្រយ័ត្នកន្លែងហ្នឹងហើយប្រភេទរថយន្ត S-Sport គឺមានបើកដបូនៅខាងលើខ្ញុំនឹងបង្ហាញតិចទៀតអញ្ចឹងឥឡូវហ្នឹងយើងមកមើលនៅជំហៀងនេះវិញអ្វីដែលវាសំខាន់បំផុតនៅជំហៀងប្រភេទ012គឺS-Sport គឺប្រាំងគៀបមុខក្រោយបាទប្រាំងគៀបមុខក្រោយអ្នកទាំងអស់គ្នាដឹងហើយថាអ្នកទាំងអស់គ្នាចំណាំថាសគៀបប្រាំងនេះបាទថាសគៀបប្រាំងនៅពេលដែលវានៅខាងក្រោយមួយបាទនេះហើយថាសគេហៅថាថាសប្រាំងរបស់វាហើយជាមួយនឹងស្បែកប្រាំងគៀបហើយនៅពីមុខក៏មានដែរអញ្ចឹងប្រភេទនេះគឺវាសុវត្ថិភាពនៅពេលដែលយើងបើកលឿនហើយយើងចាប់បាទចាប់ប្រាំងអីគឺវាអត់បោកឡានរបស់យើងទេគឺវាចាប់ទៅវាក្រាបតែម្ដងបាទវីដេអូនេះរៀងវែងតិចប៉ុន្តែបងប្អូនអាចមើលទៅមានចំណេះដឹងបន្ទាប់មកនៅផ្នែកខាងក្រោយគឺផ្នែកខាងក្រោយនៃតួរថយន្តរបស់យើងគឺ stop ក្រោយនេះគឺគេរចនាឡើងជាមួយនឹងគេហៅថា stop LED នៅខាងក្រោយបាទភ្លើង LED ទាំងអស់បាទហើយចាប់ទៅមើលឃើញស្អាតវាខុសពីប្រភេទ Luxury Sport ធម្មតាដែលនៅខាងក្រោយគឺគេប្រើតែអំពូល1អំពូល2ទេបាទអញ្ចឹងវាអត់ស្អាតដូចនេះទេណាមួយទៀតគឺតាក់ទងជាមួយនឹងបំពង់ស៊ីម៉ាំងនៅខាងក្រោយនេះគឺបំពង់ស៊ីម៉ាំងរបស់ S-Sport របស់យើងគឺមានភ្លុះចេញមកភ្លុះគេផ្សារភ្លុះប៉ុន្តែសម្រាប់ Luxury គឺអត់មានភ្លុះទេហើយ sensor របស់វានៅក្រោយមាន4គ្រាប់ការពារនៅពេលដែលយើងរយ៉ាយហើយមានជាកាមេរ៉ាសុវត្ថិភាពមួយទៀតសម្រាប់ S-Sport កាមេរ៉ាយើងនៅពេលដែលយើងរយ៉ាយក្រោយទៅវាមានកាមេរ៉ាមួយហ្នឹងគឺយើងអាចមើលទៅខាងក្រោយបានឥឡូវហ្នឹងខាងក្រៅខ្ញុំប្រាប់ត្រួសប៉ុណ្ណឹងឥឡូវហ្នឹងគឺយើងចូលមកដល់ខាងក្នុង